거기다 사시죠. 네. 그것도 모르겠고. Nhưng mình đi trong phân đi, chạy cả này. Đây cái chip tóc, đây cái chip bài, đây cái chip kim chi. 냠치라네 크루. Cái đang nói cũng chụp tao mà. 오, 네 크루. 아. Tulad nhâm kim thịt tê rồi bro. Purullo yang mai thai. Cho phai. 야, 딱질한데. 나는 맛있어요. 많이 맛있어요. 많이 맛있어요. Cái này dân năng gì? Dân năng gì ông bị hai ở với bạn chia pre mất choi to ca an đi tháng đại dương sông liên mưa hai cái gì hết mà rồi tại mùi này và tại mùi hai mùi tiếp và hai chiếc sông cất chắc sông gì mùi hai đặc sông cất dần sông cất tham mùi hai đại pre mình choi to đó mùi hai đây mùi hai và hai đó cứប្រហែលជាមកពីមនុស្សយើងមានសេចក្តីលោភលន់ក្នុងការចង់បានរបស់មនុស្សយើងអត់ចេះគ្រប់គ្រាន់ពេលដែលយើងមានមួយយើងចង់បានពីរតែនៅពេលយើងមានពីរយើងចង់បាន3ទៀតដូច្នេះការចង់បានរបស់មនុស្សយើងអត់តែកំណត់ទេប្រហែលជាមូលហេតុហ្នឹងបានជាព្រះជាម្ចាស់មិនឲ្យយើងហើយយើងនឹងនិយាយអំពីមូលហេតុស៊ីជម្រៅមូលហេតុពិតប្រាកដនៅក្នុងព្រះគម្ពីរព្រះគម្ពីរម៉ាថាយទំព័រ6ខ19ដល់21កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកំណត់និងជ្រះស៊ីបំផ្លាញហើយចោលទំនួលស្លន់នោះឡើយត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញដែលជាកន្លែងគ្មានកំណត់ឬជ្រះស៊ីបំផ្លាញឡើយក៏គ្មានចោលទំនួលឬប្លន់ផងពីព្រោះទ្រព្យសម្បត្តិរបស់អ្នកស្ថិតនៅកន្លែងណានោះចិត្តអ្នកនឹងនៅកន្លែងនោះដែរឬក៏មើលឃើញនៅក្នុងព្រះគម្ពីរតាំងពីសញ្ញាការរបស់ញាផ្លែណូអេឥឡូវយើងនិយាយណូអេគឺជានរណាណូអេគឺជាមនុស្សម្នាក់ដែលព្រះឲ្យគាត់ធ្វើទុកតែនៅអាយុមក950ឆ្នាំ ណូអេស្លាប់បាត់បន្ទាប់ពីណូអេមកអាប់រ៉ាហាំគាត់ឆ្លាញ់ព្រះជាម្ចាស់ដល់តែហើយនឹងគាត់ជឿទាំងអស់ដល់ព្រះគឺគាត់ខ្លាំងមែនទេហើយនឹងការរស់នៅរបស់គាត់ក៏តាមបំណងប្រាថ្នារបស់ព្រះដែរតែអាប់រ៉ាហាំក៏ស្លាប់នៅអាយុប្រហែល175ឆ្នាំ
បន្ទាប់ពីអាប់រ៉ាហាំមកយើងមានណាម៉ូសេជានរណាម៉ូសេគឺជាអ្នកសំណប់របស់ព្រះរាល់ទាំងពាក្យដែលម៉ូសេនិយាយព្រះជាម្ចាស់ស្ដាប់ដល់អាយុ120ឆ្នាំម៉ូសេគាត់ស្លាប់ថ្មីយើងសាវករបស់ព្រះយេស៊ូវដែលនៅជាមួយព្រះយេស៊ូវដើរជាមួយព្រះយេស៊ូវហើយនឹងផ្សាយទៅអស់ធ្វើទីបន្តអំពីព្រះយេស៊ូវដោយមិនខ្លាចដោយហត់ដល់មកស្លាប់ពួកគាត់ក៏ត្រូវស្លាប់ដែរថាព្រះគេយកទៅថាព្រះគេសម្រាប់គ្រប់ក្រសួងនយោបាយសុទ្ធតែស្លាប់មានមនុស្សពិសេសពីរនាក់ម្នាក់ឈ្មោះថាអេណុកនេះនៅក្នុងព្រះគម្ពីរលោកបាទទី5ខ29ថាគាត់ត្រូវបានព្រះលើកឡើងទៅថាសួគ៌គាត់អត់ស្លាប់ទេតែព្រះជាម្ចាស់យកគាត់ទៅណាទៅស្ថានសួគ៌ហើយនៅម្នាក់ទៀតក៏រឿងស្រដៀងនឹងអេណុកដែរគឺជាហោរាសំណប់របស់ព្រះដែរអេលីយ៉ាព្រះជាម្ចាស់លើកគាត់ទៅស្ថានសួគ៌ដូចគ្នានោះដែលយើងត្រូវពិចារណាបងប្អូនមនុស្សទាំងអស់នោះអ្នកខ្លះស្លាប់អ្នកខ្លះមិនស្លាប់ក៏ដោយព្រះជាម្ចាស់លើកគាត់ទៅស្ថានសួគ៌បងប្អូនសុខចិត្តទាំងអស់ហេតុអ្វីពេលបងប្អូនជឿព្រះបងប្អូននៅខ្ញុំសុខតែចង់បានជីវិតមួយដែលរស់នៅលើខែដីដ៏ស្រួលហើយពេលដែលយើងអធិដ្ឋានយើងអធិដ្ឋានដល់គ្រួសារយើងអត់ចង់ឲ្យគាត់ឈឺប៉ុន្តែដល់ពេលដែលយើងមើលព្រះគម្ពីរតាំងពីសញ្ញាចាស់រហូតដល់បញ្ចប់មនុស្សទាំងអស់ត្រូវស្លាប់ដល់ពីអ្នកយើងនិយាយមកគាត់ត្រូវទៅខាងសួគ៌មានរឿងមួយដែលដូចគ្នាមានរឿងមួយដែលជាជំនួយមនុស្សមិននៅខាងដីទេគឺទៅខាងសួគ៌តែជាសំណួរសួរថាហេតុអ្វីបានជាត្រូវចេញពីផែនដីហើយពេលបានត្រូវមនុស្សត្រូវស្លាប់ហេតុអីបានព្រះមិនទុកឲ្យមនុស្សនៅផែនដីតែពេលយើងអានព្រះគម្ពីរតាំងពីសញ្ញាចាស់រហូតដល់សញ្ញាថ្មីពីដើមដល់ចប់គោលបំណងរបស់ព្រះគឺមួយដែលគុំថាព្រះស្រឡាញ់មនុស្សលោកខ្លាំងដល់ម្ល៉េះទ្រង់ចង់ឲ្យមនុស្សយើងមានជីវិតអស់កលចុះហេតុអ្វីបានជាឲ្យស្លាប់ហេតុអ្វីបានជាត្រូវស្លាប់ហេតុអ្វីបានជាអ្នកមិនស្លាប់ក៏ត្រូវលើកទៅខាងសួគ៌ដែរពីព្រោះផែនដីមិនអាចឲ្យយើងមានជីវិតអស់កលបានទេតាំងពីមនុស្សដែលអំពើបាបផែនដីគឺជាកន្លែងដែលត្រូវបណ្ដាសាគេបងប្អូនអានលោកបាត់បងប្អូនឃើញហើយព្រះជាម្ចាស់ដាក់បណ្ដាសាផែនដែលរួមទាំងមនុស្សចាប់ពីពេលនោះមកផែនដីចាប់ផ្ដើមខូចចាប់មនុស្សរស់នៅលើផែនដីចាប់ផ្ដើមលំបាកចាប់ផ្ដើមវេទនាដែរពេលដែលយើងរស់នៅផែនដីមានច្បាប់តែយើងមានសេចក្ដីស្រឡាញ់តែយើងក៏មានការឈឺចាប់ដែរហើយនៅលើផែនដីនឹងហើយដូចជាមនុស្សកំពុងតែអង្គុយនៅរោងចក្រសេចក្ដីស្លាប់កំពុងតែអង្គុយនៅក្នុងកន្លែងមួយដែលមានសេចក្ដីវេទនាតែព្រះជាម្ចាស់ស្រឡាញ់មនុស្សណាស់ដល់ដែរអាចទ្រាំមើលមនុស្សគឺចាប់យ៉ាងដូចនេះបានជាទ្រង់ចង់ឲ្យមនុស្សយើងនៅកន្លែងមួយដែលមានសេចក្ដីសុខសាន្តនោះគឺជាឋានសួគ៌ព្រះជាម្ចាស់ចង់ឲ្យមនុស្សដែលទ្រង់ស្រឡាញ់នៅជាមួយនឹងព្រះអង្គរហូតដល់អស់កលជានិច្ចបានជានៅផែនដីអត់បានទេតែនិយាយអំពីអនាគតរបស់ផែនដីនឹងត្រូវដល់សពហើយទៅឲ្យយើងរកគេបាននៅជាមួយនឹងទ្រង់នៅឯស្ថានសួគ៌ដូច្នេះនៅពេលពេលអធិដ្ឋានព្រះជាម្ចាស់អើយសូមឲ្យលុយមកខ្ញុំឲ្យច្រើនមានឡានល្អមានផ្ទះល្អមានជីវិតអ្វីដែលចង់បានការថាទៅព្រះឲ្យចិត្តរបស់បងប្អូននៅផែនដីប៉ុន្តែបំណងផែនដីរបស់ព្រះមិនមែនផែនដីទេគឺជាស្ថានសួគ៌ព្រះចាំប្រាប់យ៉ាងច្បាស់ប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌វិញមានន័យថាជំនួសឲ្យការប្រមូលទុកនៅផែនដីគួរតែខំប្រឹងប្រមូលទុកនៅស្ថានសួគ៌ពីព្រោះថានៅផែនដីនឹងត្រូវរលាយពីថាច្រេះស៊ីកដោកាត់នឹងមានន័យថានឹងមិនថិតថេរនោះឡើយពីព្រោះបងប្អូននឹងទៅចោលទ្រព្យសម្បត្តិទាំងនោះឬក៏ទ្រព្យសម្បត្តិទាំងនោះនឹងទៅចោលបងប្អូនទាំងអស់គ្នាដូច្នេះបានជាព្រះជាម្ចាស់មិនឲ្យរបស់ដែលពុកភួយមកយើងទេទ្រង់លើកទឹកចិត្តយើងថាសូមប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌នេះហើយគឺជាមូលហេតុ
ផែនដីគឺជាកន្លែងដែលយើងធ្វើបណ្ដោះអាសន្នទេតាមបាននេះវិញថាប្រជាចាអើយសូមឲ្យជីវិតខ្ញុំដែលនៅផែនដីមានឱកាសបម្រើព្រះអង្គឲ្យបានច្រើនព្រោះជីវិតយើងនៅលើផែនដីគឺជាកំឡុងពេលដែលយើងកំពុងតែប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានថាសួគ៌ដល់ឬណាដោយការបម្រើព្រះបងប្អូនធ្វើការបម្រើព្រះបងប្អូនបានប្រាក់ខែវិញបានជាព្រះសូមប្រកាសខ្ញុំរៀបចំកន្លែងសម្រាប់អ្នករាល់គ្នាហើយកន្លែងមិនត្រឹមតែជាផ្ទះទេចំណែកที่យើងត្រូវបានព្រះយេស៊ូវរៀបចំមកដូច្នេះបងប្អូនជីវិតយើងនៅលើផែនដីអញ្ចឹងហើយយើងអធិដ្ឋានចង់បាននៅលើផែនដីព្រះច័ន្ទឆ្លើយតបពីព្រោះទ្រង់ចង់ឲ្យយើងបានប្រតិបត្តិនៅស្ថានកិច្ចការស្លាប់មិនមែនជាចុងបញ្ចប់របស់យើងនោះទេតែសេចក្តីស្លាប់គឺជាការចាប់ផ្ដើមជីវិតថ្មីរបស់យើងនៅស្ថានថាសួគ៌ដូច្នេះបានជានៅក្នុងគ្រីស្ទបរិស័ទពេលដែលស្លាប់គាត់មានអំណរយើងនៅជាមួយនឹងព្រះបងប្អូនអត់ខ្វះទេហើយសុខចិត្តព្រោះអ្វីក៏ព្រះមានដែរអាមែនអាមែនអរគុណព្រះសូមអរគុណមកចាប់ពីខ្ញុំដោយសារទី1យើងជឿព្រះអង្គហើយទី1ទៀតយើងចង់ឲ្យមនុស្សទាំងអស់គ្នាជឿលើព្រះអង្គដែរហើយនឹងជឿជាក់ថាព្រះអង្គគឺជាអ្នកបង្កើតអ្វីៗនៅពិភពលោកហើយព្រះអង្គជាព្រះពិតបាទសម្រាប់ខ្ញុំគឺលៀងគឺមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេនៅទីនេះគឺសំខាន់ជាកម្មវិធីមួយក្នុងការរួបរวมគ្នាអធិដ្ឋានសម្រាប់ខ្ញុំគឺខ្ញុំសប្បាយចិត្តពេលដែលមានកម្មវិធីនេះឡើងពួកជំនុំតាមវិហារនីមួយៗគាត់បានសាមគ្គីក៏ដូចជាចំណាយពេលក្នុងការអធិដ្ឋានជាមួយគាត់អញ្ចឹងនេះគឺជាអ្វីមួយដែលខ្ញុំជំនះទោះបីជាភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយតែសំខាន់គឺបានមកចូលរួមខ្ញុំចង់ចាំជាងគេពេលដែលយើងអធិដ្ឋានទៅសុំព្រះពេលដែលព្រះមិនឆ្លើយតបមកពីយើងមានការលុតលួនច្រើនក៏ដូចជាយើងចង់បាន1ហើយចង់បាន2ចង់បាន2ហើយចង់បាន3ហើយនឹងបានជាមនុស្សត្រូវស្លាប់ដោយសារព្រះគិតថាផែនដីនឹងមនុស្សមិនអាចរស់នៅដោយអត់កលជានិច្ចទេគឺត្រូវតែទៅនគរឋានសួគ៌ 그냥 한 끼 잘 먹이고 싶었습니다. 현지인들 집에 가보면 진짜 밥 먹는 게 부실하거든요. 금요일만이라도 조금 맛있고 배불리 먹으면 좋겠다 그런 생각을 했어요. 그래서 이제 밥을 계속 신경 쓰는 거예요. 그리고 오늘 뭐 양이 좀 많았는데 다들 맛있게 먹어주시고 맛있다고 해주시고 그런 게 또 보람 아니겠습니까? បាទជំរាបសួរដល់ពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ថ្ងៃពហុនេះគឺជាការមួយដែលខ្ញុំសប្បាយចិត្តហើយគឺជាការមួយដែលព្រះអង្គបានធ្វើការសម្រាប់ជីវិតខ្ញុំអ្វីដែលសំខាន់បំផុតការថ្វាយបង្គំនេះគឺជាការមួយដែលយើងបានចូលទៅក្នុងវត្តមាននៃព្រះអង្គពីផងដែរអញ្ចឹងហើយក៏សូមគោរពអញ្ជើញដល់លោកគ្រូអ្នកគ្រូដែលនៅជិតឆ្ងាយទាំងអស់ទៅក្នុងខេត្តកំពង់ធំសូមចូលរួមការថ្វាយបង្គំជាមួយខ្ញុំផងដែរ